ដំណឹងល្អរដ្ឋាភិបាលចេញសេចក្តីសម្រេចផ្តល់ការលើកទឹកចិត្តដល់ម្ចាស់អគារឬគម្រោងវិនិយោគដែលជាប់គាំងនៅខេត្តព្រះសីហនុព័ត៌មាននេះនាំមកជូនលោកអ្នកដោយបូកូឡែនគម្រោងទី3រាជធានីសម្រាប់ធម្មជាតិក្នុងទឹកដីខេត្តកំពតចង់ទិញដីថែមផ្ទះទុកសម្រាប់លំហែកាយនាពេលចុងសប្តាហ៍សូមជ្រើសរើសគម្រោងបូកូឡែនអាចធ្វើការបង់រំលោះរយៈពេល3ឆ្នាំដែលអត់មានការប្រាក់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 333 802ឬក៏016 333 802លំនៅឋានបែបអភិជនរចនាដ៏ប្រណិតនិងរស់រវើកបុរីវិមានសំណាងផ្ដោតលើគុណភាពសោភ័ណភាពផ្សារភ្ជាប់ជាមួយដងព្រៃធម្មជាតិដ៏ស្រស់បំព្រងផ្ដល់នូវផាសុកភាពក្នុងការរស់នៅមានទីតាំងស្ថិតនៅខាងជើងក្រសួងដែនដី 2500 ម៉ែត្រទំនាក់ទំនងលេខទូរស័ព្ទ095 96 2000 078 96 2000រាជរដ្ឋាភិបាលតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចឲ្យអន្តរក្រសួងត្រូវមានវិធានការលើកទឹកចិត្តដល់ម្ចាស់អគារឬនឹងគម្រោងដែលជាប់គាំងនៅខេត្តព្រះសីហនុយោងតាមលិខិតលេខ871សចនហថចុះថ្ងៃទី12ខែតុលាចុះហត្ថលេខាដោយបណ្ឌិតសភាចារ្យលោកហ៊ិនថូរ៉ាស៊ីដែលបានលើកឡើងក្នុងកម្មវត្ថុថាករណីការស្នើសុំលើកទឹកចិត្តនិងដោះស្រាយបញ្ហាប្រឈមនៃគម្រោងវិនិយោគរបស់វិស័យឯកជនដែលជាប់គាំងនៅខេត្តព្រះសីហនុលិខិតដដែលនេះបានលើកឡើងថារាជរដ្ឋាភិបាលសម្រាប់យល់ព្រមចំនួន2ចំណុចដូចខាងក្រោមដូចជាត្រូវមានវិធានការគោលនយោបាយបន្ថែមរបស់រាជរដ្ឋាភិបាលដោយផ្ដល់ការលើកទឹកចិត្តដល់ម្ចាស់អគារឬនឹងគម្រោងវិនិយោគដែលជាប់គាំងនៅខេត្តព្រះសីហនុដើម្បីជំរុញវិនិយោគបង្កើតតម្រូវការនិងបង្កើនជំនឿទុកចិត្តសម្ដៅស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចពិសេសក្នុងខណៈពេលដែលកម្ពុជានៅបន្តទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺ Covid-19 សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគោលនយោបាយសូនកូវីដរបស់ចិននិងម្យ៉ាងស្ថានភាពជាប់គាំងមានរយៈពេលច្រើនឆ្នាំហើយខេត្តព្រះសីហនុកំពុងស្ថិតក្នុងដំណាក់កាលមេប្រែក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណងជាមួយគ្នានេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវបន្តធ្វើការសិក្សាឲ្យបានច្បាស់លាស់នេះដើម្បីគ្រប់គ្រងប្រសិទ្ធភាពនៃការលើកទឹកចិត្តជៀសវាងផលរាលដាលនិងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាលដោយផ្ដោតលើវិសាលភាពឬនិយមន័យអគារនិងឬគម្រោងជាប់គាំងក្របខ័ណ្ឌពេលវេលាលក្ខណៈវិនិច្ឆ័យនិងទំហំនៃការផ្ដល់ការលើកទឹកចិត្តនិងយន្តការគ្រប់គ្រងតាមដានត្រួតពិនិត្យលិខិតដដែលបានបន្តថាត្រូវរៀបចំយន្តការអន្តរក្រសួងស្ថាប័នមួយក្រុមឆាតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមានការចូលរួមពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ក្រសួងទេសចរក្រសួងយុទ្ធភ័ពនិងរដ្ឋបាលខេត្តព្រះសីហនុព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់ដែលមានភារកិច្ចសិក្សាលម្អិតនិងលើកអនុសាសន៍ស្ដីពីវិធានការជាកញ្ចប់របស់រាជរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហាប្រឈមនេះព្រមទាំងដឹកនាំសម្របសម្រួលជំរុញការអនុវត្តផ្សព្វផ្សាយនិងលើកកម្ពស់ការចូលរួមរបស់តួអង្គពាក់ព័ន្ធបន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញវិធានការខាងលើនេះសហការឧបត្ថម្ភដោយបូកូឡែនគម្រោងទី3រាជធានីសម្រាប់ធម្មជាតិក្នុងទឹកដីខេត្តកំពតចង់ទិញដីថែមផ្ទះទុកសម្រាប់លំហែកាយនាពេលចុងសប្តាហ៍សូមជ្រើសរើសគម្រោងបូកូឡែនអាចធ្វើការបង់រំលោះរយៈពេល3ឆ្នាំដែលអត់មានការប្រាក់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 333 802ឬក៏016 333 802គុណភាពប្រណិតភាពនិងស៊ីវិល័យផ្ដល់ជូនពីបុរី GB Residence ជាបុរីដែលគិតគូរលើបរិស្ថានបៃតងនិងផាសុកភាពដល់អ្នករស់នៅទំនាក់ទំនងលេខទូរស័ព្ទ066ឬ077 363 005លំនៅឋានបែបអភិជនរចនាដ៏ប្រណិតនិងរស់រវើកបុរីវិមានសំណាងផ្ដោតលើគុណភាពសោភ័ណភាពផ្សារភ្ជាប់ជាមួយដងព្រៃធម្មជាតិដ៏ស្រស់បំព្រងផ្ដល់នូវផាសុកភាពក្នុងការរស់នៅមានទីតាំងស្ថិតនៅខាងជើងក្រសួងដែនដី 2500 ម៉ែត្រទំនាក់ទំនងលេខទូរស័ព្ទ095 96 2000 078 96 2000
ចង់ឲ្យបុត្រីរបស់លោកអ្នកមានសុខភាពល្អនិងបញ្ញាឆ្លៀសវៃឬទេយើងសូមណែនាំលោកអ្នកមកប្រើផលិតផល Balektan ជាប្រភេទទឹកដោះគោម្សៅដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់និងគ្មានជាតិសណ្តែកដំបងបង្អស់នៅកម្ពុជា